បរិសុទ្ធចំណាស់3នាក់បានមកដល់មុខផ្ទះរបស់ប្តីប្រពន្ធមួយគូពួកគេមើលទៅអស់កម្លាំងយ៉ាងខ្លាំងនិងឃ្លានអាហារជាពន់ពេកនៅពេលប្តីប្រពន្ធបើកទ្វារផ្ទះពួកគេមានចិត្តស្ទាក់ស្ទើរប៉ុន្តែប្រពន្ធដែលមានចិត្តមេត្តាបានមើលទៅប្តីរបស់នាងហើយនិយាយថាពួកគេកំពុងឃ្លានណាស់យើងប្រហែលមិនមានអ្វីច្រើនទេប៉ុន្តែអ្វីដែលយើងមានគឺគ្រប់គ្រាន់សម្រាប់ចែកគ្នាបរិភោគសូមអញ្ជើញចូលមកទទួលទានអាហារពេលល្ងាចជាមួយយើងចុះបរិសុទ្ធចំណាស់ទាំង3ញញឹមដោយក្តីរំភើបចំពោះទឹកចិត្តសប្បុរសរបស់ពួកគេប៉ុន្តែម្នាក់ក្នុងចំណោមអ្នកទាំងនោះបាននិយាយថាយើងពិតជាអរគុណចំពោះទឹកចិត្តរបស់អ្នកប៉ុន្តែជាអកុសលយើងមិនអាចចូលទៅក្នុងផ្ទះជាមួយគ្នាទាំង3នាក់បានទេអ្នកត្រូវជ្រើសរើសតែម្នាក់ប៉ុណ្ណោះប្តីប្រពន្ធមើលមុខគ្នាដោយភាពងឿងឆ្ងល់ពេលនោះបរិសុទ្ធចំណាស់ទាំង3ក៏ណែនាំខ្លួនបរិសុទ្ធទី1ចង្អុលទៅខ្លួនឯងហើយនិយាយថាខ្ញុំឈ្មោះទ្រព្យសម្បត្តិប្រសិនបើអ្នកអញ្ជើញខ្ញុំចូលផ្ទះរបស់អ្នកនឹងពោរពេញទៅដោយទ្រព្យសម្បត្តិនិងភាពមានបានបរិសុទ្ធទី2បោះជំហានទៅមុខហើយនិយាយថាខ្ញុំឈ្មោះភាពជោគជ័យប្រសិនបើអ្នកជ្រើសរើសខ្ញុំអ្នកនឹងសម្រេចបានសមិទ្ធផលដ៏អស្ចារ្យក្នុងជីវិតចុងក្រោយបរិសុទ្ធទី3ដែលមានទឹកមុខស្លូតបូតបាននិយាយថាខ្ញុំឈ្មោះសេចក្តីស្រឡាញ់ប្រសិនបើខ្ញុំចូលទៅក្នុងផ្ទះរបស់អ្នកផ្ទះនេះនឹងពោរពេញទៅដោយភាពកក់ក្ដៅសន្តិភាពនិងសុភមង្គលជានិច្ចបន្ទាប់មកគាត់និយាយថាឥឡូវនេះសូមត្រឡប់ចូលទៅក្នុងផ្ទះហើយសម្រេចចិត្តថាអ្នកចង់អញ្ជើញម្នាក់ណាប្តីប្រពន្ធក៏ចូលទៅក្នុងផ្ទះដើម្បីពិភាក្សាគ្នាប្តីគិតមួយសន្ទុះហើយនិយាយថាយើងគួរតែអញ្ជើញទ្រព្យសម្បត្តិបើមានលុយយើងនឹងលេងមានកង្វល់ទៀតហើយប្រពន្ធគិតបន្តិចរួចតបប៉ុន្តែបើយើងជ្រើសរើសភាពជោគជ័យវានឹងនាំមកនូវកិត្តិយសនិងសមិទ្ធផលឬមិនមែនទេពួកគេជជែកគ្នាពី3នាទីទីបំផុតប្រពន្ធធ្វើតាមបេះដូងរបស់ខ្លួនបានញញឹមហើយនិយាយថាយើងគួរតែអញ្ជើញសេចក្តីស្រឡាញ់ផ្ទះរបស់យើងគួរតែពោរពេញទៅដោយសេចក្តីស្រឡាញ់ជានិច្ចក្រោយពេលសម្រេចចិត្តនាងបានដើរចេញទៅរកបរិសុទ្ធចំណាស់ទាំង3ហើយនិយាយថាតើអ្នកណាជាសេចក្តីស្រឡាញ់សូមអញ្ជើញលោកចូលមកធ្វើជាភ្ញៀវរបស់យើងបរិសុទ្ធចំណាស់នោះក្រោកឈរឡើងដោយស្នាមញញឹមស្ងប់ស្ងាត់ប៉ុន្តែអ្វីដែលធ្វើឲ្យប្តីប្រពន្ធភ្ញាក់ផ្អើលនោះគឺបរិសុទ្ធចំណាស់2នាក់ទៀតក៏ក្រោកឈរហើយដើរតាមគាត់ដែរស្ត្រីនោះសួរដោយភ្ញាក់ផ្អើលថាតើលោកបាននិយាយថាអាចចូលបានតែម្នាក់ប៉ុណ្ណោះហើយអ្វីបានជាលោកទាំងអស់គ្នាចូលមកដែរបរិសុទ្ធចំណាស់ម្នាក់បានឆ្លើយថាប្រសិនបើអ្នកជ្រើសរើសទ្រព្យសម្បត្តិឬភាពជោគជ័យពួកយើង2នាក់ទៀតនឹងនៅខាងក្រៅប៉ុន្តែកន្លែងណាដែលមានសេចក្តីស្រឡាញ់ពួកយើងក៏ទៅទីនោះដែរព្រោះកន្លែងដែលមានសេចក្តីស្រឡាញ់ទីនោះក៏មានទ្រព្យសម្បត្តិនិងភាពជោគជ័យផងដែរតើអ្នកដឹងទេពេលខ្លះយើងរត់តាមទ្រព្យសម្បត្តិនិងភាពជោគជ័យខ្លាំងពេករហូតភ្លេចអ្វីដែលសំខាន់បំផុតនោះគឺសេចក្តីស្រឡាញ់សេចក្តីស្រឡាញ់គឺជាគ្រឹះនៃអ្វីទាំងអស់នៅពេលវាចូលមកក្នុងគ្រួសារវានឹងផ្លាស់ប្ដូរបរិយាកាសទាំងមូលវាព្យាបាលរបួសផ្លូវចិត្តវាពង្រឹងចំណងទំនាក់ទំនងហើយវានាំមកនូវអ្វីដែលយើងត្រូវការបំផុតទេវតាបានបង្រៀនយើងថាសេចក្តីស្រឡាញ់រវាងប្តីប្រពន្ធមិនមែនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេវាគឺជាការបដិញ្ញាចិត្តការយកចិត្តទុកដាក់និងការគោរពគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃនៅពេលប្តីប្រពន្ធជ្រើសរើសដាក់សេចក្តីស្រឡាញ់ជាចំណុចកណ្ដាលនៃទំនាក់ទំនងរបស់ពួកគេអ្វីគ្រប់យ៉ាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរការលំបាកនានាត្រូវបានប្រឈមមុខជាមួយគ្នាការសន្ទនាដោយស្មោះត្រង់យកឈ្នះលើអំនួតហើយចំណងអាពាហ៍ពិពាហ៍របស់ពួកគេកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃទេវតាប្រទានពរដល់គ្រួសារដែលដាំដុះសេចក្តីស្រឡាញ់ដោយការអត់ធ្មត់និងការអភ័យទោសនិងសន្តោសអាពាហ៍ពិពាហ៍ដែលសុភមង្គលជាចំណុចកណ្ដាលនិងមានសេចក្តីស្រឡាញ់ជាគ្រឹះប្រៀបដូចជាផ្ទះដែលសង់លើថ្មដ៏រឹងមាំទោះបីជាព្យុះបក់មកក៏ដោយវានឹងមិនរលំឡើយមេរៀននៃរឿងនេះគឺនៅពេលអ្នកជ្រើសរើសសេចក្តីស្រឡាញ់លើអ្វីទាំងអស់ជីវិតរបស់អ្នកនឹងរីកចម្រើនកន្លែងណាដែលមានសេចក្តីស្រឡាញ់កន្លែងនោះក៏មានភាពរុងរឿងនិងភាពជោគជ័យពិតប្រាកដផងដែរប្រសិនបើអ្នកជឿថាសេចក្តីស្រឡាញ់អាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងបានសូមខមមិនរូបបេះដូងនិងចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក